ខ្ញុំសូមគោរពដល់អាយដាមលោកជំទាវនិងបងប្អូនសិក្ខាកាមទាំងអស់គ្នាដែលបានចូលរួមវគ្គ training ក្នុងរយៈពេល3ថ្ងៃនេះខ្ញុំឈ្មោះជេងផលខ្ញុំជាមគ្គុទ្ទេសក៍ទេសចរប៉ុន្តែខ្ញុំមករៀននេះដើម្បីគ្រាបជក់យកចំណេះដឹងថ្មីបាទអញ្ចឹងអ្វីដែលខ្ញុំរៀនសូត្របានតទៀតខ្ញុំយកមកឆ្លុះបញ្ចាំងនៅក្នុងជីវិតរបស់ខ្ញុំបាទខ្ញុំឃើញថាអ្វីដែលខ្ញុំរៀនបានគឺខ្ញុំត្រូវតែមាន mentor មួយមានទីប្រឹក្សាដែលខ្ញុំមិនដែលមានសោះក្នុងមួយជីវិតរបស់ខ្ញុំក្នុងការធ្វើអាជីវកម្មខ្ញុំមិនដែលមានហេតុដូច្នេះហើយទើបខ្ញុំតែងតែវង្វេងហាក់ដូចជាយើងដើរផ្លូវមួយដែលគ្មានអ្នកនាំខ្ញុំជាមគ្គុទ្ទេសក៍ទេសចរដែរធ្លាប់នាំផ្លូវគេក៏ប៉ុន្តែដល់ពេលអត់មានអ្នកណានាំនៅក្នុងអាជីវកម្មយើងវង្វេងនេះគឺជាចំណុចមួយដែលខ្ញុំបានរៀនសូត្រពីលោកសាស្ត្រាចារ្យបណ្ឌិតបាទចំណុចមួយទៀតគឺថាខ្ញុំតែងតែភ្លេចក្នុងការដាក់គោលដៅចង់ធ្វើអីយើងចេះតែធ្វើទៅមានន័យថាយើងកំណត់គោលដៅសិនថាតើយើងចង់បានអ្វីនេះគឺជាមេរៀនថ្មីមួយដែលខ្ញុំបានរៀនសូត្រនៅក្នុងជីវិតប្រចាំថ្ងៃសប្តាហ៍ថ្ងៃខ្ញុំទើបតែនឹងបានរៀនដឹងថាត្រូវតែធ្វើរឿងវិជ្ជមានបាទកន្លែងខ្លះនៅក្នុងជីវិតខ្លះខ្ញុំធ្វើរឿងអវិជ្ជមានច្រើនបាទឥឡូវនេះខ្ញុំនឹងចាប់តាមផ្លាស់ប្ដូរឲ្យមានវិន័យបាទកន្លងមកខ្ញុំធ្វើអ្វីមិនដែលមានទាំងអស់ហ្នឹងទេចេះតែធ្វើទាំងងងឹតងងុលធ្វើទាំងមិនដឹងមិនមានអ្នកនាំផ្លូវជាចុងក្រោយខ្ញុំសូមថ្លែងអំណរគុណដល់លោកសាស្ត្រាចារ្យបណ្ឌិតចននេះដែលបានចំណាយពេលវេលាកម្លាំងកាយចិត្តនិងធម៌ពលទាំងអស់ទាំងទុនធានផងដែរដើម្បីចែករំលែកនៅចំណេះដឹងទាំងអស់នេះដល់ពួកយើងទាំងអស់គ្នាជាពិសេសគឺខ្លួនខ្ញុំផ្ទាល់ដែលខ្ញុំមិនដែលបានរៀននៅចំណេះដឹងដ៏ខ្លីៗភាសាអង់គ្លេសគេហៅថា intensive course very intensive thank you very much អរគុណច្រើន